ហើយខ្ញុំក៏សូមជម្រាបថាក្នុងជីវិតរបស់ខ្ញុំនេះគឺជួបប្រទះរឿងបែបនេះវាច្រើនលើកដែរហើយប៉ុន្តែមិនដល់កម្រិតពេលមុនទេកាល IMC ហ្សាកាតាចុងឆ្នាំ89បន្ទាប់ពីបរាជ័យនៃសន្និសីទទីក្រុងប៉ារីលើកទី1យកមកប្រជុំក្រៅផ្លូវការនៅហ្សាកាតាប៉ុន្តែគេហៅ IMC ពេលនោះយើងចាប់ប្រជុំពីម៉ោង9ដល់ម៉ោង2ដណ្ដប់ថ្ងៃត្រង់យើងបាយបន្តការប្រជុំដល់ម៉ោង8បាយទៀតបន្តការប្រជុំរហូតដល់ម៉ោង2កន្លះតែការប្រជុំទាំងអស់គឺបរាជ័យម៉ោង3ខ្ញុំធ្វើសន្និសីទសារព័ត៌មានរហូតដល់ម៉ោង1យើងធ្លាប់ជួបប្រទះហើយពេលទៅប្រជុំនៅទីក្រុងប៉ារីពេលដែលខ្ញុំដួលក៏ប្រជុំរហូតចេញពីពេទ្យហើយគេមិនអស់ចិត្តទេគេឲ្យយើងទៅប្រជុំទៀតព្រោះគេចង់ដឹងអាអ្នកធំវាសម្រេចចិត្តតែម៉េចសមាជិក ANC ផ្សេងរាប់ទាំងសម្ដេចប្រជាគេអត់ព្រមបណ្ដោះខ្ញុំប្រាប់ហើយតែខ្ញុំអត់ព្រមទេអានឹងតើតែខ្ញុំទៅបានជប់តែឥឡូវនេះមិននឹកស្មានតែមកដល់កម្ពុជាហើយប៉ុន្តែក៏ខុសបរិយាកោកគ្នាអាប្រជុំនោះខ្ញុំដួលដោយសារតុលតាសឿនសានឆាឆៅនៅប្រជុំជេរឯនោះជេរដល់ទៅពេលស៊ីបាយហើយខំកាន់ចានបាយទៅខំវុយវេនោះបញ្ញាប់មកប្រជុំnóដាក់បាយមកតាសឿនសានគាត់មកស៊ីជាមួយដើម្បីញ៉ាយប្របែនៅហ្នឹងហើយតាហ្នឹងទៅជួបញ៉ាយនិយាយតាមគាត់ទៅចុះសុំទោសដល់តែខ្ញុំធុញមិនឈប់ស៊ីបាយនោះចូលមកថាដេកមិនតិចសាររដ្ឋលេខាធិការក្រសួងការបរទេសប្រាំងទៅចាប់ដៃហើយដួលទៅហ្មងប៉ុន្តែសំណាងល្អដែលវាមិនប៉ះពាល់អីចូលពេទ្យចេញពីពេទ្យមកគេហៅទៅប្រជុំទៀត